សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ឈ្មោះប៉ុស្តិ៍ជាកន្លែងដែលយើងនាំមកជូននូវព័ត៌មានអន្តរជាតិថ្មីៗនិងគួរឲ្យចាប់អារម្មណ៍ថ្ងៃនេះថ្ងៃទី22ខែឧសភាឆ្នាំ2025យើងនឹងនិយាយអំពីរឿងរ៉ាវធំៗនៅជុំវិញពិភពលោកចាប់ពីគ្រោះធម្មជាតិការផ្លាស់ប្តូរនៅអឺរ៉ុបរហូតដល់គម្រោងអភិវឌ្ឍន៍នៅមជ្ឈិមបូព៌ាតោះមកសតាប់ជាមួយគ្នាកុំភ្លេច like និង subscribe ឯណាចាប់ផតាមកនៅសហរដ្ឋអាមេរិកភ្លើងឆេះព្រៃដ៏គួរឲ្យរន្ធត់នៅរដ្ឋ Florida ទីក្រុង San Sin បានឆក់យកជីវិតមនុស្ស12នាក់និងបំផ្លាញផ្ទះនិងអាជីវកម្មជាង600ខ្នងភ្លើងនេះដែលផតាមកពីអាកាសធាតុស្ងួតនិងខ្យល់បក់ខ្លាំងបានឆាបឆេះផ្ទៃដីរាប់ពាន់ហិកតាបង្ខំឲ្យប្រជាជនរាប់ពាន់នាក់ជម្លៀសខ្លួនឥឡូវនេះជំនួយសហព័ន្ធកំពុងត្រូវបានបញ្ជូនទៅជួយអ្នករងគ្រោះប៉ុន្តែគ្រោះមហន្តរាយនេះបានធ្វើឲ្យមនុស្សជាច្រើននៅលើកណតាញ៉ូសង្គមនិយាយអំពីការប្រែប្រួលអាកាសធាតុតើអ្នកគិតថាយើងអាចធ្វើអ្វីខ្លះដើម្បីការពារគ្រោះធម្មជាតិបែបនេះចែករំលែកគំនិតរបស់អ្នកនៅខមមិនមើលបន្តទៅអឺរ៉ុបសហភាពអឺរ៉ុបនៅទីក្រុងប្រូចសែលបានឈានដល់កិច្ចព្រមព្រៀងអាកាសធាតុដ៏សំខាន់មួយពួកគេបានសន្យាកាត់បន្ថយការបញ្ចេញកាបូន 65% នៅត្រឹមឆ្នាំ2035 កិច្ចព្រមព្រៀងនេះរួមបញ្ចូលការវិនិយោគយ៉ាងច្រើនលើថាមពលកកើតឡើងវិញនិងបទបញ្ញត្តិតឹងរ៉ឹងសម្រាប់ឧស្សាហកម្មប៉ុន្តែប្រទេសមួយចំនួនដែលពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលនៅតែបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ចនៅលើកណតាញ៉ូសង្គមអ្នកខ្លះសរសើរកិច្ចព្រមព្រៀងនេះថាជាជំហានដ៏ធំប៉ុន្តែអ្នកផ្សេងទៀតថាវានៅមិនគ្រប់គ្រាន់តើអ្នកយល់ឃើញយ៉ាងណាការប្រែប្រួលអាកាសធាតុជារឿងសំខាន់ប៉ុណ្ណានៅកម្ពុជាសម្រាប់អ្នកនៅអាស៊ីស្ថានភាពនៅសមុទ្រចិនខាងត្បូងកំពុងកតៅគគុករូបភាពផ្កាយរណបបង្ហាញថាប្រទេសចិនកំពុងពង្រីកវត្តមានយោធានៅលើកោះដែលមានជម្លោះដែលធ្វើឲ្យហ្វីលីពីននិងវៀតណាមរិះគន់យ៉ាងខ្លាំងសហរដ្ឋអាមេរិកបានអំពាវនាវឲ្យមានការសន្តិភាពខណៈជប៉ុននិងអូស្ត្រាលីគាំទ្រសេរីភាពនៃការធ្វើនាវាចរណៈនៅលើកណតាញ៉ូសង្គមមានការជជែកគ្នាយ៉ាងផុសផុលដោយអ្នកខ្លះចោទចិនថាឈ្លានពាននិងអ្នកខ្លះការពារថាជាសិទ្ធិអធិបតេយ្យភាពតើអ្នកគិតថាតំបន់នេះនឹងមានសន្តិភាពបានរយៈពេលយូរទេសរសេរនៅខមមិនមើលនៅមជ្ឈិមបូព៌ាអារ៉ាប៊ីសាអូឌីតបានប្រកាសគម្រោងទីក្រុងថ្មីមួយឈ្មោះ Green Oasis ដែលនឹងប្រើថាមពលកកើតឡើងវិញទាំងស្រុងនិងផ្ទុកប្រជាជន2លាននាក់នៅត្រឹមឆ្នាំ2040គម្រោងនេះជាផ្នែកនៃ Vision 2030ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងប៉ុន្តែអ្នកខ្លះនៅលើកណតាញ៉ូសង្គមបារម្ភអំពីបញ្ហាខ្វះទឹកនិងអាកាសធាតុកតៅខ្លាំងនៅតំបន់នោះតើអ្នកគិតថាគម្រោងបែបនេះនឹងជោគជ័យទេចែករំលែកគំនិតរបស់អ្នកណាលើសពីនេះនៅអាហ្វ្រិកប្រទេសអេត្យូពីកំពុងប្រឈមនឹងវិបត្តិអាហារដោយសារគ្រោះរាំងស្ងួតនៅតំបន់ទីក្រៃអង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានជំនួយអន្តរជាតិជាបន្ទាន់ដើម្បីជួយប្រជាជនរាប់លាននាក់ដែលកំពុងខ្វះអាហារនៅលើកណតាញ៉ូសង្គមមានការអំពាវនាវឲ្យមានសាមគ្គីភាពជាសកលតើអ្នកធ្លាប់ចូលរួមគម្រោងសប្បុរសធម៌អន្តរជាតិទេប្រាប់យើងនៅខមមិនអស្ចារ្យណាស់ព័ត៌មានទាំងនេះបង្ហាញថាពិភពលោករបស់យើងពោរពេញទៅដោយរឿងរ៉ាវដ៏សំខាន់និងគួរឲ្យចាប់អារម្មណ៍តើរឿងណាធ្វើឲ្យអ្នករំភើបឬបារម្ភជាងគេភ្លើងឆេះព្រៃកិច្ចព្រមព្រៀងអាកាសធាតុឬគម្រោងទីក្រុងថ្មីចែករំលែកនៅខមមិនខាងក្រោមណាបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេច like និង share ទៅមិត្តភ័ក្តិចុច subscribe និងបើកកណតឹងជូនដំណឹងដើម្បីកុំឲ្យខកខានព័ត៌មានថ្មីៗបន្ថែមទៀតសូមអរគុណហើយជួបគ្នាវីដេអូក្រោយបាយបាយ